បន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះនាងក៏លោតម្ដងទៀតដើម្បីចាប់ខ្សែបន្ទាប់ហើយបង្វិលខ្លួនពេញមួយជុំដើម្បីចុះចតនៅខាងទៀតនៃរ៉ូនកូរ៉ាប្រញាប់ទៅរកសាកសពដោយគិតថាជារិទ្ធប៉ុន្តែតាមពិតវាជាក្រុងឆ្អឹងចាស់មួយដែលមានសត្វល្អិតទើបប្រកាសថាពួកគេនឹងស្វែងរកកន្លែងផ្សេងទៀតហើយបាញ់ខ្សែដើម្បីរារាំងកូរ៉ាពីការតាមពួកគេពេលពួកគេដើរចុះតាមផ្លូវដើរពួកគេបានរកស្ត្រីម្នាក់យំដូច្នេះពួកគេក៏ដើរតាមសម្លេងនោះចូលទៅក្នុងបន្ទប់មួយម៉ាក់បើកទូសម្លៀកបំពាក់ចម្លែកមួយប៉ុន្តែរកឃើញតែសម្លៀកបំពាក់ប៉ុណ្ណោះពេលគាត់ងាកក្រោយដៃដ៏គួរឲ្យខ្លាចមួយក៏លេចចេញមកប៉ះគាត់ដូច្នេះគាត់ក៏ដកថយភ្លាមស្ត្រីម្នាក់ក៏ចេញមកសុំជំនួយហើយហ្វ្រេងទទួលស្គាល់នាងថាជាពេទ្យអ្នកថតរូបរបស់អាម៉ាន់ដាបន្ទាប់មកពួកគេបានឮសម្លេងចម្លែកមួយទៀតហើយបិទនិយាយថាវាកំពុងមកដូច្នេះគ្រប់គ្នានឹងស្លាប់រិចនិងម៉ាក់ពាក់វ៉ែនតាកាមេរ៉ាមើលឃើញពេលយប់បិទភ្លើងហើយបិទវាំងនុនមុននឹងមើលជុំវិញបន្ទប់ប៉ុន្តែពួកគេមិនឃើញអ្វីចម្លែកទេស្រាប់តែពួកគេនរណាម្នាក់ត្រូវវាយនឹងក្អកពេលពួកគេងាកក្រោយពួកគេបានឃើញជាឌីដែលស្លាប់ហើយត្រូវគេបុកជាប់នឹងជញ្ជាំងដោយដំបងដែកមួយនៅក្នុងមាត់នៅក្នុងគៀបងឹតមានអ្វីមួយដែលគួរឲ្យខ្លាចកំពុងធ្វើចលនានៅជុំវិញពួកគេម៉ាក់និងតូតបើកបាញ់ប៉ុន្តែពួកគេមិនត្រូវមួយគ្រាប់សោះហើយតូតក៏អស់គ្រាប់ទីបំផុតសត្វចម្លែកនោះក៏បោះបង់ហើយវាលើជញ្ជាំងដើម្បីរត់គេចខ្លួនមួយនៅលើពីដានក្រុមនេះបើកភ្លើងរបស់ពួកគេម្ដងទៀតហើយបានរកឃើញថាគ្រាប់កាំភ្លើងដែលផ្លូវបានសម្លាប់បែកក្នុងពេលជាមួយគ្នានោះដែលអានភ្ញាក់ឡើងលើគ្រែនៅក្នុងបន្ទប់គេងធំនៃបន្ទប់ខាងលើបំផុតមានទៀននៅគ្រប់ទីកន្លែងហើយមានរូបផ្កាយ5របស់អារក្សនៅលើឥដ្ឋនាងរត់ទៅរកទ្វារប៉ុន្តែក៏មិនអាចបើកវាបានដែរក្នុងពេលជាមួយគ្នានោះកូរ៉ាបានឮសំឡេងគេរុញទ្វារហើយដើរតាមសំឡេងនោះចូលទៅក្នុងបន្ទប់ដ៏សាមញ្ញមួយដែលទ្វារបានបិទនៅពីក្រោយនាងភ្ញាក់ផ្អើលដោយមានអ្វីមួយប៉ះជើងរបស់នាងតែបែរជាឃើញរឹតកំពុងលាក់ខ្លួននៅក្រោមគ្រែសំឡេងចម្លែកជាច្រើនទៀតបានបន្លឺឡើងនៅក្នុងបន្ទប់ដូច្នេះកូរ៉ារត់ទៅលាក់ខ្លួននៅក្នុងទូខោអាវហើយរត់នៅតែស្ថិតនៅក្រោមគ្រែសត្វចម្លែកចូលមកហើយកូរ៉ាបានកត់សម្គាល់ឃើញថាវាមើលទៅដូចជាមនុស្សស្លេកស្លាំងខ្លាំងណាស់វាបើកទូខោអាវមើលតែកូរ៉ាកំពុងព្យួរលើពីដាននៅពេលដែលវាមើលទៅលើទីបំផុតរឹតបានវាពីក្រោយដោយប្រើដុំឈើមួយសត្វចម្លែកចាប់រឹតហើយកូរ៉ាបានឆ្លៀតឱកាសរត់គេចខ្លួនខណៈដែលរឹតត្រូវបោះទៅខាងនៃបន្ទប់ឆាប់នេះកូរ៉ាទៅដល់ជណ្ដើរយន្តហើយចុចប៊ូតុងទាំងអស់ប៉ុន្តែវាមិនដំណើរការទេសត្វចម្លែកលូកដៃតាមច្រវាក់ដើម្បីចាប់ដៃនាងដូច្នេះកូរ៉ាបានតស៊ូដើម្បីរំដោះខ្លួនហើយដើរចេញពីកន្លែងដែលវាអាចចាប់បានបន្ទាប់មកនាងបានរុញដងខ្លឹងមួយដើម្បីបើកថាមពលហើយឥឡូវនេះជណ្ដើរយន្តក៏បានធ្វើដំណើរទីបំផុតនៅជាន់បន្ទាប់កូរ៉ារត់ទៅជាន់បន្ទាប់តាមច្រកដើរហើយសាកទ្វារខ្លះរហូតតតែនាងរកឃើញទ្វារមួយបើកចំនៅក្នុងបន្ទប់នេះនាងបានរកឃើញកាមេរ៉ាសុវត្ថិភាពដែលបង្ហាញរូបអាម៉ាន់ដានលើកៅអីនិងដៃអាននៅក្នុងបន្ទប់គេងធំបន្ទាប់មកកូរ៉ាបានកត់សម្គាល់ឃើញគំនូរនៃកាសែត VHS ហើយឃើញមួយដែលមាននិមិត្តសញ្ញាប្លែកនៅលើស្លាករបស់វានាងចាក់វាលើទូរទស្សន៍ហើយបន្ទាប់ពីមានសំឡេងរំខានជាច្រើននាទីក៏លេចចេញជារូបស្រមោលដូចមនុស្សមានសំឡេងដ៏គួរឲ្យខ្លាចមួយបាននិយាយថាមានអាកំបាំងដ៏ខ្លាំងក្លាមួយត្រូវបានចែករំលែកជាមួយគាត់ដើម្បីឲ្យគាត់អាចខ្លាចជាអ្វីដែលលើសពីបុរសម្នាក់នេះបានបដូរទៅជាការថតវីដេអូឃាបកម្មប្រពន្ធម្ចាស់ផ្ទះហើយឃាបក៏បេះទ្រូងនាងចេញនៅពេលដំណើរគ្នានោះដៃអានបានមើលជុំវិញខ្លួននាងរហូតដល់នាងបានរកឃើញសៀវភៅមួយដែលមានចំណងជើងថាព្រះមហាក្សត្រដ៏ងឹតរបស់គាត់ការឧទ្ទិសកុសលពីក្រុមម៉ាហ្វីទៅកាន់ប្រពន្ធម្ចាស់ផ្ទះបាននិយាយថាសៀវភៅនេះអាចផ្ដល់អំណាចដ៏អស្ចារ្យដល់នាងប៉ុន្តែក៏នាំមកនូវការជឿចាប់ដ៏ធំធេងផងដែរអត្ថបទក្នុងសៀវភៅនិយាយអំពីពិធីសាសនាដើម្បីបញ្ជូនថាមពលហាមឃាត់នៃអាល់កេមីស្រមោលដោយប្រើពាក្យដូចជាសាតាំងនិងមិនមែនជាព្រះគំនូរនានាបង្ហាញពីបិសាចដ៏គួរឲ្យភ័យខ្លាចកំពុងស៊ីមនុស្សនិងមនុស្សម្នាក់កំពុងប្រែខ្លួនទៅជាសត្វចម្លែកគំនូរមួយទៀតបង្ហាញសត្វចម្លែកនោះកំពុងស៊ីបេះដូងមនុស្សទាំងសៀវភៅនិងការថតវីដេអូបានបញ្យល់ថាដោយការស៊ីបេះដូងដ៏ពិសិដ្ឋរបស់មនុស្សស្លាប់អ្នកដែលត្រូវបានជ្រើសរើសនឹងទទួលបានកម្លាំងអស្ចារ្យនៅពេលនោះថតនិងម៉ាក់បានរត់ទៅមករហូតដល់ពួកគេបានរកឃើញសៀវភៅមួយដែលបើកចំទប់ដែលមានស្នាមគ្រាប់កាំភ្លើងនៅលើជញ្ជាំងទៅកាន់ការភ្ញាក់ផ្អើលរបស់ពួកគេប្រាក់កំពុងធ្លាក់ពីទូខោអាវនៅទីនោះតូតប្រញាប់ទៅរើសវាខណៈដែលម៉ាក់មើលជុំវិញគាត់មានការភ័យរន្ធត់ពេលឃើញក្រុងឆ្អឹងនៅលើឥដ្ឋដោយទ្រូងរបស់វាបើកចំហើយកណ្ដុរកំពុងស៊ីវាម៉ាក់សម្រេចចិត្តថាប្រាក់មិនសមនឹងរឿងនេះទេហើយរត់គេចខ្លួននៅពេលដែលម៉ាក់ទៅដល់ជណ្ដើរគាត់បានឮសត្វចម្លែកហើយបើកការបាញ់ប្រហារប៉ុន្តែសត្វនោះបានរត់គេចខ្លួនយ៉ាងលឿនម៉ាក់បន្តរត់ហើយព្យាយាមឆ្លងកាត់ទ្វារប៉ុន្តែស្រាប់តែដួលវាប្រែថាមានខ្សែមួយចុងនៅឆ្លងកាត់ទ្វារហើយវាបានកាត់បំពង់របស់គាត់ដូច្នេះឥឡូវនេះគាត់កំពុងហូរឈាមយឺតរហូតដល់ស្លាប់ត្រឡប់ទៅក្នុងបន្ទប់វិញតូតព្យាយាមចាក់ចេញជាមួយប្រាក់ប៉ុន្តែសត្វចម្លែកបានរារាំងគាត់វាចាប់គាត់ដោយបំពង់ក៏ហើយចាក់ទ្រូងគាត់ដោយក្រចកវែងរបស់វាដើម្បីឆ្កឹះបេះដូងគាត់ចេញបន្ទាប់ពីតូតស្លាប់ទៅសត្វចម្លែកបានស៊ីបេះដូងនោះខណៈដែលកូរ៉ាឃើញសាកសពនៅលើអេក្រង់ទាំងអស់ដែលអាននៅតែបន្តអានសៀវភៅថាការប្រែរូបចុងក្រោយពីមនុស្សទៅសត្វគឺពេលមេអាក្រក់បានការរួមប្រលឹងពីរដែលចង់ដូចគ្នាបន្ទាប់មកមនុស្សសត្វនឹងរីករាយនឹងជីវិតអស់កលឹកជានិច្ចដៃអានបន្ទាប់មកឃើញរូបអាពាហ៍ពិពាហ៍នៅលើកៅអីហើយដឹងថាសត្វចម្លែកចង់ប្រើនាងសម្រាប់ពិធីចុងក្រោយស្រាប់តែសត្វចម្លែកលេចមុខនៅពីក្រោយនាងហើយលួងលោមនាងរបស់នាងនៅលើជណ្ដើរលោកហ្វ្រេងនិងលោកវឿនបានឮសំឡេងមួយពួកគេប្រញាប់ចុះទៅហើយស្ទើរតែដើរទៅប៉ះខ្សែប៉ុន្តែពួកគេក៏ឈប់ទាន់ពេលវេលាសាកសពរបស់លោកម៉ាក់នៅនឹងអត្ថាជាមួយនឹងរុនមួយចំទ្រូងហើយសំឡេងនោះកំពុងចេញមកពីកាបូបឧបករណ៍របស់គាត់លោកវឿនដ៏វិជ្ជាតាក់ទងចេញហើយទីបំផុតក៏បាននិយាយជាមួយលោកស្រីកូរ៉ាដែលប្រាប់ពួកគេឲ្យរត់ព្រោះគាត់ឃើញថាបិសាចកំពុងមកហ្វ្រេងវឿនរត់លឿនបំផុតដល់ផ្ទះបាយបន្ទាប់ពីពួកគេចាក់សោទ្វារនិងយកកាំបិតលោកស្រីកូរ៉ាប្រាប់ពួកគេថាពួកគេអាចរត់គេចខ្លួនបានដោយប្រើជណ្ដើរយន្តតូចពួកគេចុចប៊ូតុងប៉ុន្តែវាមិនដំណើរការទេដូច្នេះពួកគេនឹងត្រូវរុញវាដោយដៃវឿនចូលមុនទាញខ្សែពួរជណ្ដើរយន្តតូចឡើងខំខ្លាំងដល់ជាន់លើកូរ៉ាជួយចេញឥឡូវហ្វ្រេងទាញខ្សែពួរជណ្ដើរយន្តតូចត្រឡប់មកវិញនៅពេលដែលបិសាចចាប់ដើមផ្ទះទ្វារលោកហ្វ្រេងក៏ចូលទៅក្នុងជណ្ដើរយន្តតូចហើយទាញខ្សែពួរម្ដងទៀតដើម្បីឡើងទៅនៅពេលនោះបិសាចក៏បានបំបែកចូលមកទីបំផុតដូច្នេះលោកហ្វ្រេងព្យាយាមរើបំរាស់ឲ្យលឿនជាងមុននៅពេលដែលគាត់មើលចុះតាមរុននៅក្នុងជណ្ដើរយន្តតូចគាត់បានរកឃើញថាបិសាចកំពុងតែឡើងតាមបំពង់នោះនៅពេលដែលសត្វចម្លែកនោះដាក់ដៃចូលក្នុងជណ្ដើរយន្តតូចលោកហ្វ្រេងប្រាប់លោកវឿនឲ្យកាត់ខ្សែពួរហើយគាត់ក៏លោតចេញទៅ
ចណ្ដាលបន្តិចបំរើបានចុះទៅយ៉ាងរហ័សដោយទីមេអាកាសមកជាមួយបន្ទាប់មកវឿនបានប្រើវ៉ាកេតុកេដើម្បីហៅហ្វ្រាំងដែលបានបញ្ជាក់ថាគាត់សុខសប្បាយពីព្រោះគាត់បានលោតទៅជាន់ផ្សេងពួកគេបានយល់ព្រមជួបគ្នានៅផ្ទះល្វែងប៉ុន្តែជាមុនហ្វ្រាំងត្រូវត្រឡប់ទៅដើមឈើហើយយកទូរស័ព្ទរបស់អាម៉ាន់ដាដែលមានអក្សរដែលគេបានចុះនៅខាងក្រោយពីព្រោះវាជាអំណោយពីគាត់កូរ៉ាបានប្រាប់គាត់លេខបន្ទប់ត្រឹមត្រូវហើយហ្វ្រាំងបានចុចទ្វារដើម្បីរកអាម៉ាន់ដាដែលអង្គុយនៅលើកៅអីមានរន្ធនៅក្នុងទ្រូងរបស់នាងគាត់បានផ្ដល់ក្តីស្រឡាញ់មួយនិងគ្រប់ដណ្ដប់នាងដោយក្រណាត់របស់គាត់មុននឹងចាក់ចេញបន្ទាប់មកហ្វ្រាំងបានជួបជាមួយវឿននិងកូរ៉ាដែលបានប្រាប់គាត់ពីទីតាំងរបស់ឌីយ៉ានពួកគេក៏មានការភ្ញាក់ផ្អើលដើម្បីឃើញថាមេអាកាសនៅតែរស់នៅដូច្នេះហ្វ្រាំងបានស្ម័គ្រចិត្តជួយសង្គ្រោះឌីយ៉ាននៅក្នុងបន្ទប់គ្រួសារឌីយ៉ានបានពាក់សម្លៀកបំពាក់ហើយបានមកជិតមេអាកាសដោយធ្វើជាមិត្តភាពពេលវាធ្វើការប្រែប្រួលគាត់បានចាប់វាជាមួយសៀវភៅហើយរត់ចេញដូច្នេះមេអាកាសបានតាមគាត់នៅក្នុងផ្លូវកន្លែងហ្វ្រាំងកំពុងព្យាយាមរកទ្វារត្រឹមត្រូវដោយគ្មានអ្វីបានជោគជ័យពេលគាត់ទៅឌីយ៉ានកំពុងស្រែកគាត់បានតាមសម្លេងហើយបានឃើញមេអាកាសកំពុងទាញឌីយ៉ានដោយសក់ហ្វ្រាំងបានរត់ទៅកាន់ពួកគេហើយបានចាប់មេអាកាសដោយធ្វើឲ្យពួកគេទាំងពីរបានធ្លាក់ចុះពីបាល់កម្រិតតបមកដៃអានក៏ចាប់យកវិទ្យុតាក់ទងហើយសាកសួរទៅកាន់កូរ៉ាអំពីស្ថានភាពរបស់រិចដូច្នេះនាងក៏បានរៀបរាប់ប្រាប់គាត់ពីហេតុការណ៍ដែលបានកើតឡើងហើយបានប្រាប់លេខបន្ទប់ឲ្យគាត់ផងដែរដៃអានក៏ប្រញាប់ប្រញាល់ទៅកាន់បន្ទប់នោះភ្លាមហើយក៏បានប្រទះឃើញរិចកំពុងដេកនៅលើនាងស្រែកយំដោយក្តីសោកសម្លេងដោយគិតថារិចបានស្លាប់បាត់ទៅហើយប៉ុន្តែជាសំណាងល្អគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងវិញហើយមិត្តភក្តិទាំង4នាក់ក៏បានឱកាសជួបជុំគ្នាឡើងវិញនៅពេលក្រោយបន្តិចក្រុមអ្នករុករកទាំងនោះក៏បានលេចមុខនៅលើបណ្ដាញព័ត៌មានជាច្រើនដោយសារតែពួកគេបានរកឃើញប្រាក់នោះហើយពួកគេក៏បានក្លាយជាអ្នកបំផុសគំនិតដ៏សំខាន់មួយសម្រាប់មនុស្សឯទៀតឲ្យចាប់ផ្ដើមចូលរួមក្នុងការរុករកទីតាំងចាស់វីដេអូរបស់ពួកគេអំពីសន្តាគារទទួលបានការចូលមើល100លានដងហើយសូម្បីតែមនុស្សល្បីក៏បានចូលរួមបញ្ចេញទៅផងដែរសម្រាប់ការធ្វើដំណើរលើក្រោយរបស់ពួកគេកូរ៉ាបានលាបពណ៌សក់របស់នាងឲ្យទៅជាពណ៌ទង់ដែងរិចបានបើកថងមួយហើយបង្ហាញថាគាត់បានលួចលុយមួយចំនួនទៅចេញមកដោយនិយាយថាការយកលុយបន្តិចបន្តួចនោះនឹងមិនបង្កផលប៉ះពាល់ដល់អាធំនោះទេ